ការពីម្សិលមិញត្រាំបានចោទប្រកាន់ចិនពីអបាយកលទម្លាក់ប្រាក់យន់ឲ្យនៅទៀតដើម្បីស៊ីសងទៅលើពន្ធដែលអាមេរិកបានដាក់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានអះអាងថាប្រទេសចិនកំពុងតែទម្លាក់តម្លៃរូបិយប័ណ្ណរបស់ខ្លួនយន់ដើម្បីប្រឆាំងនឹងពន្ធរបស់សហរដ្ឋអាមេរិកសូមបញ្ជាក់នាពេលកន្លងមកក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីត្រាំ2017ទៅ2021សហរដ្ឋអាមេរិកបានដាក់ពន្ធ370កោតដុល្លារលើទំនិញរបស់ចិនដើម្បីកាត់បន្ថយអនុភាពពាណិជ្ជកម្មប្រទេសចិនត្រូវបានចោទប្រកាន់ជាយូរមកហើយថាបានរក្សាប្រាក់យន់ឲ្យនៅខ្សោយឲ្យនៅទាបដើម្បីជំរុញការនាំចេញរបស់ខ្លួនទីផ្សាររូបិយប័ណ្ណប្រសិនបើសហរដ្ឋអាមេរិកនិយាយថាប្រទេសចិនមានចេតនាឲ្យប្រាក់យន់កាន់តែធ្លាក់ចុះនោះរឹតតែធ្វើឲ្យប្រាក់យន់បន្តធ្លាក់ចុះបន្ថែមទៀតការលើកឡើងរបស់ត្រាំបែបនេះនឹងធ្វើឲ្យទីផ្សារប្រាក់យន់បន្តធ្លាក់ចុះបន្តទៀតចំណែកទីផ្សារភាគហ៊ុនដូចជាវិស័យដែលចាប់អារម្មណ៍ជួញដូរភាគហ៊ុនដែលពាក់ព័ន្ធនឹងផ្នែកបច្ចេកវិទ្យាការវិស័យផលិតកម្មធំអាចនឹងប្រឈមនឹងការលក់ចេញច្រើនដោយសារតែការភ័យខ្លាចនៃប្រាក់ចំណេញធ្លាក់ចុះរបស់ក្រុមហ៊ុនគោលនយោបាយពន្ធគយរបស់ត្រាំបែបនេះបានជះឥទ្ធិពលដល់ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនពឹងផ្អែកលើប្រទេសចិនមានដូចជាក្រុមហ៊ុន Apple Tesla អាចប្រឈមនឹងការចំណាយខ្ពស់ជាងមុនចំណែកឯផលប៉ះពាល់ទៅលើអតិផរណាវិញពន្ធអាចនឹងមានការកើនឡើងខ្ពស់តម្លៃសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកកសិករអាមេរិកធ្លាប់ទទួលរងនៅបទពិសោធន៍ដែលប្រទេសចិនបានសងសឹកជាមួយនឹងពន្ធ 25% លើសណ្ដែកសៀងរបស់សហរដ្ឋអាមេរិកដែលបណ្ដាឲ្យមានការធ្លាក់ចុះប្រមាណជា 40% នៃការនាំចេញសូមបញ្ជាក់ផងដែរថាសហរដ្ឋអាមេរិកបាននិយាយថាកាលពីថ្ងៃអង្គារម្សិលមិញពន្ធ 104% ទៅលើការនាំចូលពីប្រទេសចិននឹងចូលជាធរមានភ្លាមបន្ទាប់ពីពាក់កណ្ដាលអាធ្រាត្រម្សិលមិញធនាគារ Goldman Sachs បានបង្កើនការព្យាករណ៍អំពីតម្រូវការមាសរបស់ធនាគារកណ្ដាលទាំងអស់ចំនួន70តោនក្នុងមួយខែដែលកើនពី50តោនកាលពីលើកមុនការព្យាករណ៍នេះធ្វើឡើងចំពេលមានការកើនឡើងនៃភាពមិនច្បាស់លាស់នៃគោលនយោបាយរបស់សហរដ្ឋអាមេរិកការរំពឹងទុកថាប្រទេសចិនអាចនឹងបន្តការទិញក្នុងល្បឿនលឿនជាបន្តបន្ទាប់សម្រាប់រយៈពេល3ទៅ6ឆ្នាំខាងមុខការព្យាករណ៍នេះធ្វើឡើងចំពេលមានការកើនឡើងនៃភាពមិនច្បាស់លាស់នៃគោលនយោបាយរបស់សហរដ្ឋអាមេរិកនិងការរំពឹងទុកនៃប្រទេសចិនគួររំលឹកផងដែរថានាពេលកន្លងមកកំណត់ត្រាការទិញរបស់ធនាគារកណ្ដាលនានាបានទិញ 1136 តោនក្នុងឆ្នាំ2022ដែលជាតួលេខកម្រិតខ្ពស់រយៈពេល55ឆ្នាំនិង 1037 តោននៅក្នុងឆ្នាំ2023ដោយការបញ្ជាទិញនេះមានប្រទេសចិនប៉ូឡូញទូគីនិងឥណ្ឌាកំណើននៃការទិញមាសនាឆ្នាំ2024នៅតែកើនឡើងខ្លាំងដោយធនាគារកណ្ដាលចិនហៅកាត់ថា PBOC បានបន្ថែមការបញ្ជាទិញសម្រាប់រយៈពេល18ខែជាប់គ្នាគិតត្រឹមពាក់កណ្ដាលឆ្នាំ2024តម្រូវការមាសពីធនាគារនានានេះបានធ្វើឲ្យតម្លៃហាងឆេងមាសកើនឡើងរឹតតែខ្លាំងប្រសិនបើយើងក្រឡេកមើលពីផលិតកម្មមាសពីក្រុមហ៊ុនផលិតគឺនៅត្រឹងប្រហែល 3000 តោនក្នុងមួយឆ្នាំដូច្នេះតម្រូវការបន្ថែមរបស់ធនាគារកណ្ដាលនឹងធ្វើឲ្យទីផ្សារមួយនេះកាន់តែឡើងប្រសិនបើធនាគារកណ្ដាលនៅតែបន្តបញ្ចេញប្រាក់ដុល្លារហើយទិញមាសចូលបែបនេះវានឹងបង្កើនល្បឿននៃការធ្លាក់ចុះប្រាក់ដុល្លារបន្ថែមទៀតការកើនឡើងតម្លៃមាសបែបនេះនឹងធ្វើឲ្យធនាគារកណ្ដាលអាមេរិក Fed អាចនឹងប្រឈមមុខនឹងអនុវត្តគោលនយោបាយការប្រាក់ជាដើមធនាគារវិនិយោគដ៏សំខាន់មួយនេះរំពឹងថាធនាគារកណ្ដាលអាស៊ីធំនឹងបន្តទិញមាសយ៉ាងកក្លឿនរបស់ពួកគេសម្រាប់រយៈពេល3ទៅ6ឆ្នាំខាងមុខដើម្បីឈានដល់គោលដៅបម្រុងមាសដែលបានព្យាករណ៍